Assalamualaikum warahmatullahi wabarakatuh ប្រិយមិត្តជាទីមេត្រីនរណាក៏ចង់ខ្លាចជាបុគ្គលជោគជ័យឬខ្លាចជាអ្នកមានដែរពាក្យថាជោគជ័យងាយស្រួលថាប៉ុន្តែវាមិនមែនកើតឡើងដោយចៃដន្យនោះទេគឺវាកើតឡើងពីការចេះតស៊ូអត់ធ្មត់ខ្ពស់ក្នុងការអនុវត្តហើយអ្វីដែលពិសេសជាងនេះទៅទៀតអ្នកគួរជៀសវាងនៅទង្វើទាំង10ចំណុចនេះ 1. កុំរវើរវាយអ្នកមិនបានចង់បានវាពិតនោះទេគឺអ្នកគ្រាន់តែនិយាយចោលពីមួយថ្ងៃទៅមួយថ្ងៃថាអ្នកចង់មាននេះមាននោះចង់ខ្លាយជានេះជានោះចង់ធ្វើនេះចង់ធ្វើនោះប៉ុន្តែមិនដែលធ្វើអ្វីឡើយចាំទុកចង់បាននឹងត្រូវតែបានមិនដូចគ្នាទេពាក្យថាចង់បានគឺគ្រាន់តែជាអារម្មណ៍មួយឆៅប៉ុន្តែត្រូវតែបានគឺមានគោលដៅផែនការនិងការបញ្ចេញសកម្មភាពក្នុងនោះ 2. កុំប្រញាប់ចង់បានផលអ្នកគិតថាអ្នកធ្វើល្អបំផុតហើយប៉ុន្តែការពិតវាមិនអីចឹងភាពជោគជ័យមិនមែនបានមកពីការធ្វើល្អបំផុតតែម្ដងនោះទេប៉ុន្តែវាអាចមកពីមួយក្នុងចំណោម10ដងឬ100ដងដែលអ្នកធ្វើបានល្អបំផុតទៅវិញទេ 3. កុំឲ្យបាត់បង់ភាពជាខ្លួនឯងអ្នកព្យាយាមយកចិត្តមនុស្សគ្រប់គ្នាធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាឲ្យគ្រប់គ្នាទទួលស្គាល់រហូតលែងជាខ្លួនឯងត្រូវចាំទុកថាអ្នកគ្មានផ្លូវធ្វើគ្រប់យ៉ាងឲ្យត្រូវចិត្តមនុស្សគ្រប់គ្នាបាននោះទេដូច្នេះហើយត្រូវហ៊ានធ្វើអ្វីដែលជាធម្មជាតិនិងត្រូវតាមបេះដូងរបស់ខ្លួនឯង 4. កុំភ្លេចគិតអនាគតអ្នកមានតែការងារក្នុងខួរក្បាលប៉ុន្តែគ្មានផែនការសម្រាប់អនាគតដែលល្អជាងនេះក្នុងខួរក្បាលឡើយដូច្នេះអ្នកក៏នឹងគ្មានអនាគតល្អជាងនេះបានដែរចាំទុកអ្នកនឹងត្រាំត្រែងក្នុងការងារបច្ចុប្បន្នរហូតឬអាចនឹងកាន់តែដុនដាបបើសិនជាអ្នកគ្មានផែនការទៅថ្ងៃមុខ 5. កុំព្រមចោះចាញ់បើអ្នកចេះតែទទួលយកអ្វីដែលកើតឡើងអ្នកគ្មានគំនិតក្រោកតស៊ូដើម្បីបានអ្វីដែលខ្លួនចង់បាននោះអ្នកក៏គ្មានថ្ងៃនឹងបានវាមកដែរ 6. កុំស្ដាប់សម្ដីអ្នកដទៃច្រើនជាងខ្លួនឯងអ្នកជឿពាក្យសម្ដីអវិជ្ជមានដែលអ្នកដទៃនិយាយពីអ្នកច្រើនជាងអ្វីដែលអ្នកមើលឃើញនៅក្នុងខ្លួនឯងនេះគឺជាអ្វីដែលអាក្រក់បំផុតនិងអាចបំផ្លាញអ្វីដែលល្អបំផុតដែលអ្នកមានក្នុងខ្លួន 7. កុំខ្ជិលអ្នកត្រូវយល់ថាអ្នកខំប្រឹងធ្វើការដើម្បីថ្ងៃមួយមិនចាំបាច់ធ្វើការតទៅទៀតត្រូវប្រាប់ខ្លួនឯងជានិច្ចថាលះបង់រយៈពេលមួយជីវិតដើម្បីបានប្រើប្រាស់ជីវិតដែលនៅសេសសល់បានយ៉ាងពេញទំហឹងទើបជាការលះបង់ដ៏ស័ក្តិសម 8. កុំខ្លាចបរាជ័យ